អសូរកាយក្នុងភូមិរឿងរ៉ាវមួយដែលខ្ញុំមិនអាចបំភ្លេចបានទោះបីជាវាកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំក៏ដោយក៏វានៅតែដក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំជានិច្ចនៅក្នុងឆ្នាំ1993កាលនោះខ្ញុំអាយុទើបតែ10ឆ្នាំតែប៉ុណ្ណោះប៉ុន្តែខ្ញុំបានទទួលរងនៃការឈឺចាប់ដែលខ្ញុំមិនអាចស្ទើរនឹងទទួលយកបាននោះគឺឪពុកម្ដាយរបស់ខ្ញុំបានស្លាប់ចោលខ្ញុំទាំងខ្ញុំនៅវ័យក្មេងដោយសារជំងឺស្របពេលក្នុងខែតែមួយជាមួយគ្នាបន្ទាប់មកខ្ញុំបានរស់នៅជាមួយមីងដែលត្រូវជាប្អូនស្រីបង្កើតរបស់ម្ដាយខ្ញុំដែលគាត់ទើបរៀបការជាមួយប្ដីគាត់ពេលនោះខ្ញុំបានរស់នៅជាមួយមីងពូខ្ញុំជាង3ខែនៅក្នុងផ្ទះរបស់គាត់ហើយខ្ញុំចាប់អារម្មណ៍ថាពូមីងរបស់ខ្ញុំពួកគាត់ចិត្តល្អខ្លាំងណាស់មិនដែលជេរប្រមាថឬវេខ្ញុំនោះឡើយរីឯការងារធ្ងន់សារវិញក៏ពួកគាត់មិនសូវជាប្រើខ្ញុំប្រមាណនោះទេចំណែកឯសម្ដីសម្ដៅវិញនិយាយមកមានក្រមសីលធម៌ល្អលក្ខណៈចាស់ទុំសមឲ្យខ្ញុំនិងអ្នកឯទៀតគោរពលុះរយៈពេលក្រោយមកទៀតមីងរបស់ខ្ញុំក៏មានប្រតិពោះជាកូនដំបូងបានធ្វើឲ្យពូមីងសប្បាយចិត្តជាខ្លាំងហើយចាប់តាំងពីពេលនោះគ្រួសាររបស់ពួកគាត់មានភាពរីករាយបន្ថែមទៀតជាពន់ពេកប៉ុន្តែភាពរីករាយរបស់គ្រួសារគាត់មិនបានយូរនោះទេដោយសារប្តីរបស់មីងខ្ញុំត្រូវពោះចិត្តស្លាប់នៅឯស្រែស្របពេលដែលគាត់ដើរត្រឡប់មកផ្ទះវិញហើយតាំងពីពេលនោះមកមីងរបស់ខ្ញុំចាប់ផ្ដើមស្រងោស្រងាត់បាយទឹកក៏មិនសូវបាននឹងតែងតែអង្គុយយំតែម្នាក់ឯងយ៉ាងឈឺចាប់ទាំងដែលគាត់កំពុងតែពើពោះលុះរយៈពេល9ខែ10ថ្ងៃក្រោយមកមីងរបស់ខ្ញុំចាប់ផ្ដើមឈឺពោះសម្រាលនៅពេលនោះគាត់បានឈឺពោះតាំងពីព្រលឹមរហូតដល់យប់ដែលបានធ្វើឲ្យខ្ញុំព្រួយបារម្ភជាខ្លាំងចំណែកឯយាយឆ្មោកវិញក៏រូតរះដៃជើងនាំគ្នាប្រឹងបង្កើតកូនឲ្យមីងរបស់ខ្ញុំផងដែរប៉ុន្តែខ្ញុំចាប់អារម្មណ៍ថានៅយប់ដែលមីងខ្ញុំសម្រាលនៅយប់នោះនៅលើដំបូលផ្ទះមីងខ្ញុំមានសត្វលលើខ្មោចនិងខ្លាញ់ស្រាយំយ៉ាងចម្លែកពេលនោះខ្ញុំចាប់ផ្ដើមមានអារម្មណ៍ខឹងសត្វទាំងអស់នោះជាខ្លាំងបន្ទាប់មកខ្ញុំបានយកជំពាមកៅស៊ូបាញ់ទៅសត្វទាំងអស់នោះឲ្យវាភ័យខ្លាចបន្តិចក្រោយមកសត្វលលើខ្មោចនិងខ្លាញ់ស្រាលាងស្ងាត់សំឡេងបោរបស់ពួកវាបន្តិចប៉ុន្តែភ្លាមនោះយាយឆ្មោកបានចុះពីលើផ្ទះមីងរបស់ខ្ញុំដោយពួកគាត់មានទឹកមុខស្លេកស្លាំងហើយបាននិយាយមកកាន់ខ្ញុំនិងអ្នកភូមិឯទៀតឲ្យបានដឹងថាកូនរបស់គាត់ពិបាកសម្រាលខ្លាំងណាស់ដោយកូនរបស់គាត់សម្រាលមកបញ្ច្រាស់ជើងដែលអាចធ្វើឲ្យម្ដាយស្លាប់ឬស្លាប់ទាំងម្ដាយទាំងកូននៅក្នុងពោះបានផងដែរខ្ញុំឮភ្លាមទឹកភ្នែកខ្ញុំហូរច្រោកដោយមិនដឹងខ្លួនដោយនៅក្នុងចិត្តចាប់ផ្ដើមព្រួយបារម្ភមីងរបស់ខ្ញុំជាពន់ពេកមួយសន្ទុះធំក្រោយមកសំឡេងកូនង៉ែទីរក់យំងាងាប្រហឹងអឹងកងពេញលើផ្ទះមីងខ្ញុំជាខ្លាំងដែលបានធ្វើឲ្យខ្ញុំធូរស្រាលក្នុងចិត្តបន្តិចប៉ុន្តែភាពធូរស្រាលក្នុងចិត្តរបស់ខ្ញុំមិនបានយូរនោះឡើយដោយយាយឆ្មោកបានចុះពីលើផ្ទះទាំងភាពស្លន់ស្លោហើយបានប្រាប់ថាមីងខ្ញុំបានស្លាប់ហើយដោយកម្លាំងខ្សោយខ្លាំងពេកពេលនោះទឹកភ្នែករបស់ខ្ញុំបានហូរចុះម្ដងទៀតយ៉ាងច្រើនរីឯដងខ្លួនស្ទើរអស់កម្លាំងរលីងបន្ទាប់មកខ្ញុំក៏បានរត់ឡើងទៅលើផ្ទះបានអោបមីងរបស់ខ្ញុំយ៉ាងណែននិងគេងលើដើមទ្រូងគាត់ដោយភាពសោកសៅបំផុតតែរំពេចនោះស្រាប់តែមីងរបស់ខ្ញុំបានភ្ញាក់ដឹងខ្លួនមកវិញហើយបាននិយាយមកកាន់ខ្ញុំដោយសំឡេងខ្សៅៗមកថាមីងមិនទាន់ស្លាប់ទេក្មួយលៀមនោះរូបខ្ញុំបានងើបសម្លឹងមើលទៅគាត់បានឃើញគាត់ញញឹមដាក់ខ្ញុំពេលនោះខ្ញុំត្រេកអរខ្លាំងណាស់ដែលគាត់មិនទាន់ស្លាប់ហើយបានធ្វើឲ្យអ្នកភូមិទាំងអស់ភ្ញាក់ផ្អើលគ្រប់គ្នាលុះរយៈពេលបានមួយសប្តាហ៍ក្រោយមីងខ្ញុំសម្រាលកូនរួចខ្ញុំដូចជាចាប់អារម្មណ៍ដឹងថាមីងខ្ញុំហាក់បីខុសប្លែកពីមុនដោយគាត់មានចរិតកោងកាចប្រើខ្ញុំសពគ្រប់ការងារមិនថាធ្ងន់ឬស្រាលជួនកាលវាខ្ញុំទៀតផងដែលខុសស្រឡះចរិតកាលពីមុនហើយអ្វីដែលប្លែកជាងនេះទៀតនោះគឺរូបគាត់ចូលចិត្តហូបសាច់ដែលនៅស្រស់ៗសុទ្ធតែឈាមនិងសាច់ឆ្អាបយ៉ាងចម្លែកហើយបានប្រើខ្ញុំទៅផ្សារទិញឲ្យគាត់ហូបជារៀងរាល់ថ្ងៃផងដែរមួយខែក្រោយមកទៀតនៅក្នុងភូមិរបស់ខ្ញុំកើតរឿងដ៏ចម្លែកដោយផ្ទះគ្រួសារនីមួយៗបានបាត់មាន់ទាបាត់គោក្របីដោយគ្មានដានអ្វីទាំងអស់រួចហើយអ្នកភូមិខ្ញុំគិតថាប្រហែលជាមានសត្វអ្វីមកស៊ីហើយទើបសត្វចិញ្ចឹមនៅក្នុងភូមិបាត់ដូច្នេះបន្ទាប់មកអ្នកភូមិរបស់ខ្ញុំបានរួបរวมគ្នាធ្វើអន្ទាក់ដាក់សត្វទាំងអស់នោះនិងបានឃ្លាំមើលស្ទើររៀងរាល់យប់ប៉ុន្តែមិនបានឃើញអ្វីទាំងអស់ហើយសត្វចិញ្ចឹមនៅក្នុងភូមិក៏នៅតែបន្តបាត់ដដែល
លុះរយៈពេល1ខែក្រោយមកទៀតបន្ទាប់ពីសត្វចិញ្ចឹមតាមផ្ទះអ្នកភូមិនីមួយៗស្ទើរតែបាត់អស់ទៅហើយនោះនៅក្នុងភូមិរបស់ខ្ញុំក៏ចាប់ផ្ដើមកើតរឿងដ៏ចម្លែកនិងព្រឺព្រួយភ័យខ្លាចបំផុតនោះគឺទីរក់នៅក្នុងភូមិទើបតែសម្រាលបាន2-3ខែហើយនោះបានបាត់ដោយគ្មានមូលហេតុនិងដានអ្វីទាំងអស់ដោយដែលបាត់មន្ទាគោក្របីនៅក្នុងភូមិរបស់ខ្ញុំនោះដែរពេលនោះអ្នកភូមិខ្ញុំទាំងអស់ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចជាពិសេសអ្នកដែលចិត្តសម្រាលកូនដែលព្រួយបារម្ភខ្លាចបាត់កូនដោយអ្នកឯទៀតនៅក្នុងភូមិរួចហើយមេភូមិនិងអ្នកភូមិទាំងអស់បានរកគ្រូមូលអាគមដើម្បីធ្វើពិធីកម្ចាត់អាបធ្មប់ដោយអ្នកភូមិទាំងអស់គិតថានេះគឺជាថ្វីដៃរបស់អាបធ្មប់ដែលលួចទីរក់តូចៗយកទៅបូជាឬស៊ីដើម្បីបង្កើតឥទ្ធិពលរបស់ពួកវាប៉ុន្តែក៏គ្មានបានផលអ្វីទាំងអស់ទោះបីជាធ្វើពិធីទាំងអស់នោះក៏ដោយនៅយុគមួយដ៏សែនស្ងប់ស្ងាត់នៅពេលវេលាប្រហែលម៉ោង1រំលងអាធ្រាត្រនៅពេលនោះខ្ញុំក៏ភ្ញាក់ពីដុំនេកនៅពេលយប់ដោយឈឺចុកពោះខ្លាំងពេកពេលនោះនាងខ្ញុំក៏បានចុះពីលើផ្ទះចេញពីបន្ទប់របស់ខ្ញុំទៅបន្ទោបងនៅព្រៃខាងក្រោយផ្ទះពេលខ្ញុំចុះមកដល់ដីស្រាប់តែខ្ញុំបានឃើញបន្ទប់មីងខ្ញុំនៅមានពន្លឺចង្កៀងប្រេងកាតក្រហមមេនៅក្នុងបន្ទប់ហើយបានឃើញស្រមោលគាត់ចេញពីបន្ទប់កំពុងតែធ្វើអ្វីម្យ៉ាងភ្លាមនោះខ្ញុំបានគិតនៅក្នុងចិត្តថាហេតុអ្វីមីងរបស់ខ្ញុំមិនទាន់សម្រាកទៀតពីមុនគាត់មិនដែលនៅយូរដូច្នេះនោះឡើយពេលនោះខ្ញុំចាប់ផ្ដើមមានអារម្មណ៍សង្ស័យនៅក្នុងចិត្តនិងបានដើរតិចភ្នំដើម្បីលួចមើលគាត់តាមប្រឡោប្រហោបង្អួចមួយដែលអាចមើលបាននៅក្នុងបន្ទប់របស់គាត់យ៉ាងច្បាស់ពេលខ្ញុំដើរទៅជិតមុខទ្វារបន្ទប់មីងខ្ញុំនាងខ្ញុំបានអោនលួចមើលទៅគាត់ពេលនោះខ្ញុំស្ទើរស្រឡាំងកាំងស្ទើរគាំងបេះដូងដោយខ្ញុំបានឃើញមីងរបស់ខ្ញុំកំពុងតែហែកស៊ីកូនរបស់គាត់នៅក្នុងបន្ទប់រួចហើយទើបខ្ញុំដឹងថាមីងរបស់ខ្ញុំមិនមែនជាមីងរបស់ខ្ញុំដោយកាលពីមុនទៀតទេដែលគាត់គឺជាព្រៃអសុរកាយដែលបានលួចស៊ីមន្ទាគោក្របីនិងទីរក់ក្មេងៗនៅក្នុងភូមិពេលនោះខ្ញុំភ័យខ្លាំងណាស់បន្ទាប់មកខ្ញុំបានព្យាយាមថយក្រោយតិចយ៉ាងប្រុងប្រយ័ត្នមិនឲ្យគាត់ដឹងប៉ុន្តែពេលនោះស្រាប់តែខ្ញុំបានថយក្រោយជាន់នឹងត្រឡោកវាយឆ្មាលាន់ឮស្រូវក្រេះបានធ្វើឲ្យមីងខ្ញុំបានដឹងថាខ្ញុំកំពុងតែលួចមើលគាត់ហើយគាត់ក៏បានបើកទ្វារមកបានបើកភ្នែកធំដាក់ខ្ញុំនិងមាត់ពោពេញដោយប្រឡាក់ឈាមរបស់កូនគាត់ខ្ញុំឃើញដូច្នោះខ្ញុំបានរត់គេចចេញពីគាត់ចេញពីផ្ទះរបស់មីងខ្ញុំយ៉ាងលឿនហើយមីងខ្ញុំក៏បានរត់ដេញតាមខ្ញុំពីក្រោយផងដែរពេលនោះខ្ញុំរត់ផងស្រែកផងឲ្យគេជួយប៉ុន្តែគ្មាននរណាម្នាក់ឮនោះឡើយខណៈពេលនោះខ្ញុំក៏បានជំពប់ជើងដួលក្រិចក៏ជើងមិនអាចរត់ទៅណាបានទៀតទេហើយមីងខ្ញុំក៏បានតាមទាន់បន្ទាប់មកមីងខ្ញុំក៏បានញញឹមនឹងយកដៃគាត់បំរុងសម្លាប់ខ្ញុំចោលតែរំពេចនោះស្រាប់តែលាន់កំភ្លើងផងលាន់រំពងពេញភូមិ2-3គ្រាប់បាញ់ត្រូវមីងខ្ញុំប៉ុន្តែធ្វើអ្វីគាត់មិនបាននោះឡើយហើយអ្នកដែលបាញ់នោះគឺជាលោកអ៊ំមេភូមិនិងក្មួយរបស់គាត់2នាក់ទៀតដែលពួកគាត់បានដើរតាមដានរឿងបាត់ក្មេងនៅក្នុងភូមិបន្តិចក្រោយមកគ្រួសារនៅក្នុងភូមិខ្ញុំទាំងអស់ដោយបានឮសូរសំឡេងគ្រាប់កាំភ្លើងបាននាំគ្នាមនាភ្ញាក់ផ្អើលចេញមកមើលពេលនោះអ្នកភូមិទាំងអស់បានឃើញទិដ្ឋភាពមីងរបស់ខ្ញុំគ្រប់គ្នាបន្ទាប់មកលោកអ៊ំមេភូមិបាននាំគ្នាហុំព័ទ្ធចាប់មីងខ្ញុំរហូតបានសម្រេចលុះព្រឹកឡើងអ្នកភូមិទាំងអស់បានយកមីងរបស់ខ្ញុំចងនឹងបង្គោលសមួយដើមហើយបានដុតគាត់ទាំងរស់ចំណែកឯខ្ញុំបានត្រឹមតែឈរមើលគាត់យ៉ាងដែលភ្លើងឆេះររៀលដោយមិនអាចជួយគាត់បានព្រោះអីខ្ញុំគិតថាមីងរបស់ខ្ញុំបានស្លាប់ហើយគាត់មិនមែនជាមីងខ្ញុំនោះទេ